អ្នកជំងឺថប់បារម្ភភាគច្រើនគាត់មានអាការៈចេះមិនយូរមិនឆាប់ទេស្ថានភាពហ្នឹងនឹងផ្ដល់សញ្ញាមួយឲ្យគាត់ថាមានអីគ្រោះថ្នាក់កើតឡើងមានអីមិនល្អកើតឡើងហើយប្រញាប់ទៅណាទៅពេទ្យទៅឃើញរបងពេទ្យសឹងអាធូរ 50% ដាក់អូហ្សែនតិចធូរ 100%បងប្អូនមិនអាចគ្រប់គ្រងអនាគតបានទេទោះបីបងប្អូនប្រឹងគិតយ៉ាងណាក៏ដោយគិតតលតែដេកលេងលក់ទៀតក៏ថ្ងៃស្អែកនៅតែមិនដូចចិត្តបងប្អូនមិនអាចគិតរឿងអតីតកាលរហូតដល់បងប្អូនគ្រប់គ្រងអតីតកាលបានទេពីព្រោះរឿងអតីតកាលជារឿងហួសហើយពាក្យថាស្រឡាញ់គួរប្រើភាសារបៀបម៉េចទន់ភ្លន់ភាសាយល់ចិត្តភាសាសរសើរភាសាលើកលែងទោសបាទទេបងប្អូនអញ្ចឹងបងប្អូនស្រឡាញ់ខ្លួនឯងបងប្អូនត្រូវចេះសរសើរខ្លួនឯងរាល់ថ្ងៃញញឹមដាក់ខ្លួនឯងរាល់ថ្ងៃលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃលើកលែងទោសឲ្យខ្លួនឯងរាល់ថ្ងៃជាដើមបងប្អូនមានទម្លាប់លេងហ្គេមបងប្អូនទម្លាប់អុស TikTok រាប់ម៉ោងបងប្អូនទម្លាប់មើល Facebook comment ជេរអ្នកនេះ comment ជេរអ្នកនោះមិនមែនមួយថ្ងៃទេ